mau này chạp chôl tôi bầm raគ្រូភ្លាមទៅឆាប់ទៅលោកចង់ធ្វើអីហ្នឹងមកនាងចង់រតនាឆាប់ទៅបំរើព្រះគ្រូយើងភ្លាមទៅកុំចង់រតនាឲ្យសោះណាមកអូនស្រីឆាប់ទៅបំរើព្រះគ្រូយើងភ្លាមទៅណាមែនហើយពេលដែលនាងបានបំរើព្រះគ្រូយើងនាងនឹងបានឡើងដល់ឋានសួគ៌ជាមិនខានទេណាឡើងខ្ញុំឡើងមកនេះឆាប់ចូលទៅបំរើព្រះគ្រូភ្លាមទៅឆាប់ទៅឡើងខ្ញុំមកប៉ុណ្ណឹងមិនគួរណាពេលផ្សេងចឹងសោះពួកអាបោកពួកឯងឆាប់ដល់ឡើងភ្លាមបោកប្រែយើងជាអ្នកដែលមានបារមីខ្លាំងពូកែនៅក្នុងសាសនាយើងនេះណាអ្នកដែលមករកយើងគឺគេមកដោយស្ម័គ្រចិត្តមិនមែនយើងទៅចាប់បង្ខំគេមកឯណាព្រះមហាព្រហ្មគឺជាព្រះដ៏អស្ចារ្យអ្នកណាក៏ដោយឲ្យតែបានបូជាមាសប្រាក់មាសពេជ្រកែវកងវិទូសូរកានជាពិសេសស្រីស្អាតដូចជានាងចឹងបើបានបូជារូបរាងកាយនិងព្រហ្មចារីយ៍របស់នាងតាមរយៈយើងដែលជាសាវកចំណិតរបស់ព្រះមហាព្រហ្មនោះទ្រង់នឹងជួយឲ្យនាងរួចផុតពីការកើតចាស់ឈឺស្លាប់មានសម្រស់ក្មេងជាងវ័យជាពិសេសនាងនឹងបានឡើងឋានសួគ៌ថែមទៀតផងណាព្រះគ្រូសាតិមិនបាច់និយាយច្រើនទេឆាប់ចាត់ការភ្លាមទៅឆាប់ចាត់ការភ្លាមទៅព្រះគ្រូឡើងខ្ញុំឡើងជិះសិនពួកឯងនេះតាំងខ្លួនជាអីសីកាន់សិលតែទង្វើរបស់ពួកឯងមិនស្មើនឹងសត្វដេរឆានផងពួកឯងហ៊ានចាប់មនុស្សស្រីនៅកណ្ដាលថ្ងៃបែបនេះពួកឯងសមជាមនុស្សដែរទេឆាប់ដោះលែងនឹងភ្លាមទីបំផុតឯងមកហើយអាហង្សៈយើងតាមរកឯងអស់18ឆ្នាំហើយកាលពី18ឆ្នាំមុនឪពុកម្ដាយរបស់ឯងបានមករកយើងអង្វរយើងឲ្យបង្ហាត់បង្រៀនយុទ្ធសិលមុនវិជាការដល់ឯងកាលនោះយើងមើលដឹងទៅហើយថាក្រោយពេលដែលឯងធំឡើងឯងនឹងក្លាយទៅជាមហាចៅដ៏កាចសាហាវសម្រាប់មនុស្សមិនញញឹតដៃទេតែដោយសារការអង្វរកររបស់ឪពុកម្ដាយឯងនិងជាព្រះរាជបញ្ជារបស់ព្រះរាជាផងនោះទើបយើងយល់ព្រមទទួលបង្ហាត់បង្រៀនឯងតែមិននឹកស្មានថាក្រោយពីឯងបានរៀនចេះចប់ហើយឯងបែរជាក្បត់នឹងយើងមិននៅបម្រើយើងបែរជាចង់ស្វែងរកធម៌បរិសុទ្ធដោយខ្លួនឯងទៅវិញមិននឹកស្មានថា18ឆ្នាំក្រោយឯងពិតជាខ្លាយជាមហាចៅដ៏កាចសាហាវមែនហើយថ្ងៃនេះឯងចង់មកប្លន់ប្រពន្ធរបស់យើងមែនទេត្រូវហើយក្រោយពេលដែលយើងដឹងថាពួកឯងជាមនុស្សបោកប្រាស់ខ្លួនជាមនុស្សតែចិត្តជាសត្វដេរឆានយកធម៌មកធ្វើជារបាំងមុខដើម្បីបានលៀបសក្ការៈពីមនុស្សដែលលងជឿទៅលើពួកឯងនោះយើងក៏សម្រេចចិត្តដើរស្វែងរកធម៌របស់រិសុទ្ធដោយខ្លួនឯងដើម្បីស្រោចស្រង់មនុស្សលោកពីទុក្ខវេទនាទាំងនេះមិនមែនដូចពួកឯងនោះទេស្វែងរកធម៌របស់រិសុទ្ធចុះឥឡូវឯងរកឃើញហើយឬនៅឯងដេកស្រមៃហើយពួកឯងឆាប់សម្លាប់វាចោលទទួលបញ្ជាលោកគ្រូអាយ៉ាអូយអាយ៉ាអូយចោអាយ៉ាអូយទៅស្អីចឹង
នាងមិនបើយើងមិនបានយើងក៏នឹងបំផ្លាញចោលដែរយើងមិនឲ្យអ្នកណាបានទាំងអស់ពេលនេះនាងបានត្រូវបាត់ដៃពឹសសម្រិតរបស់យើងហើយបើឯងមិនអាចស្វែងរកធម៌ដ៏បរិសុទ្ធរបស់ឯងបាននោះទេមួយខែក្រោយមកនាងនឹងត្រូវស្លាប់ហើយយើងលីឯងសិនហើយពួកឯងស្លាប់អស់ហើយឬនៅបើនៅឆាប់ក្រោកឡើងមកអាយអូទីម៉ានេះតាអូនទ្រាំបន្តិចសិនទៅបងត្រូវតែស្វែងរកធម៌បរិសុទ្ធមកជួយអូនឲ្យទាល់តែបានហឹង្សយើងអាណិតឯងណាស់ដែលព្រះព្រំបានចារដំណើរជីវិតរបស់ឯងបែបនេះណាលោកជាអ្នកណាតើលោកត្រូវការស្អីពីយើងហេតុអីបានជាលោកតែងតែមករកយើងអញ្ចឹងលោកជាទេវៈនៅភ្នំដសាសិននេះហីត្រូវហើយយើងជាទេវៈដែលពួកឯងក្រាបថ្វាយបង្គំតាំងតែពីដើមមកម្លេះណាបើអញ្ចឹងសូមព្រះអង្គជួយសង្គ្រោះនាងផងទៅទោះជាត្រូវឲ្យខ្ញុំធ្វើអ្វីក៏ខ្ញុំសុខចិត្តធ្វើដែរយើងមិនមានវិធីជួយសង្គ្រោះនាងបានទេព្រោះព្រះព្រំលិខិតមិនអាចអ្នកណាម្នាក់កែប្រែបានឡើយណាតែបើឯងបានលុះនៅធម៌ឯងនឹងបានរួចផុតពីរឿងរ៉ាវនៅក្នុងលោកនេះទាំងអស់ហើយឯងក៏អាចជួយនាងបានដែរណាបើអញ្ចឹងតើធ្វើយ៉ាងម៉េចទើបខ្ញុំអាចលុះនៅធម៌បានសូមលោកជួយបំភ្លឺខ្ញុំផងឯងត្រូវតែធ្វើពិធីបូជាយញ្ញដ៏ធំសម្បើមមួយសម្រាប់ព្រះព្រំឯងត្រូវថ្វាយការបូជាយញ្ញនៅជីវិតមនុស្ស 1000 នាក់ក្រោយពេលដែលឯងសម្លាប់ពួកគេហើយឯងត្រូវកាត់យកម្រាមមេដៃរបស់ពួកគេដើម្បីយកមកបូជាយញ្ញដល់ព្រះព្រំហើយឯងត្រូវចាំថាមនុស្ស 1000 នាក់នោះសុទ្ធតែជាមនុស្សមានបាបជាមនុស្សដែលគួរតែស្លាប់ក្រោយពេលដែលពួកគេស្លាប់ហើយពួកគេនឹងបានចាប់កំណត់ថ្មីនៅក្នុងភពមួយដែលប្រសើរខ្ពស់ជាមិនខានទេការកម្ចាត់ជនអាក្រក់ជាទង្វើដែលខ្ញុំគួរតែធ្វើប៉ុន្តែខ្ញុំមនាលអហិង្សៈឯងប្រហែលជាមិនទាន់ដឹងទេថារូបឯងកើតមកជាម្ចាស់នៃសត្រាវុធទេពេលដែលឯងចាប់កាន់អាវុធប្រភេទណាក៏ដោយក៏មានឫទ្ធិអំណាចលើសពីមនុស្សធម្មតាដែរដូចនេះចាប់ពីពេលនេះតទៅឯងត្រូវតែជ្រើសរើសនៅវិធីបូជាយញ្ញដល់ព្រះព្រំហើយផលបុណ្យដែលឯងបានសាងពីការពិឃាតមនុស្សទាំងនេះឯងនឹងបានលុះនៅធម៌របស់ឯងជាមិនខានទេណាហើយឯងក៏អាចជួយនាងបានដែរណាបានដើម្បីអូននីតានិងដើម្បីបានលុះនៅធម៌របស់ខ្ញុំនឹងធ្វើវាឥឡូវនេះភ្លាមពួកឯងមានទ្រព្យសម្បត្តិអីខ្លះឆាប់ប្រគល់មកឲ្យយើងភ្លាមបើមិនអញ្ចឹងទេពួកឯងត្រូវតែស្លាប់ទេលោកខ្ញុំមានតែរបស់របរបន្តិចបន្តួចទេសូមលោកកុំយកអីមែនហើយពួកយើងមានតែរបស់បន្តិចបន្តួចទេសូមលោកកុំយកអីពួកយើងទុកចិញ្ចឹមគ្រួសារតែប៉ុណ្ណោះហ៊ានប្រកែកនឹងឯងផងងាប់ទៅអាយ៉ាអូយសាស្បង
ខ្ញុំមកវិញហើយតើសិស្សច្បងសុខសប្បាយទេអូអាហិង្សៈយើងសុខសប្បាយទេឮថាឯងកំពុងស្វែងរកផលបរិសុទ្ធឲ្យខ្លួនឯងមែនទេណែឯងប្រហែលជាធ្លាប់ឮគេនិយាយពីអ្នកបួសម្នាក់ដែលមកពីនគរសត្យៈអ្នកបួសអង្គនេះបានរកឃើញពីព្រះធម៌ដែលធ្វើឲ្យពួកយើងងើបរួចផុតពីអំពើបាបទាំងឡាយបានណាទើបពួកយើងហៅលោកថាព្រះពុទ្ធជាម្ចាស់ណាឯងដឹងទេបើអញ្ចឹងតែព្រះគ្រូឲ្យបងទៅសិក្សាពីជនម្នាក់នោះឯងការពិតទៅរូបយើងទទួលបញ្ជាពីព្រះគ្រូទៅសិក្សាព្រះធម៌ជាមួយនឹងព្រះពុទ្ធដើម្បីស្វែងរកចំណុចអាក្រក់រួចហើយក៏ឃោសនាប្រាប់អ្នករាល់គ្នាដើម្បីបង្ខូចឈ្មោះរបស់ព្រះពុទ្ធណាអូបើអញ្ចឹងបញ្ជាក់ថាអធម៌នោះវាអាក្រក់ខ្លាំងណាស់ទេព្រះធម៌នេះប្រសើររកអ្វីប្រៀបប្រមាណទេណាបើអញ្ចឹងព្រះគ្រូបងម្នាក់នោះបង្រៀនឲ្យបងចេះគោរពព្រះព្រហ្មដែរឬក៏អត់ព្រះធម៌ដំបូងដែលយើងបានសិក្សាពីព្រះពុទ្ធនោះគឺអ្វីទាំងអស់សុទ្ធតែមិនទៀងទាត់ទោះជាទេវៈនានាក៏មិនថិតថេរដែររឿងអីដែលយើងត្រូវគោរពបូជានោះបើអញ្ចឹងបងលែងគោរពព្រះព្រហ្មហើយនិយាយទៅគួរឲ្យចង់សាច់ណាយើងធ្លាប់ជឿលោកគ្រូដែរថាព្រះព្រហ្មបានកំណត់ឯងឲ្យនាំគ្រោះអាក្រក់ដល់យើងតែអូយអាហិង្សៈឯងហេតុអីក៏ឯងសម្លាប់យើងចឹងចំជាល្ងីល្ងើមែនសូម្បីតែព្រះព្រហ្មក៏បងលែងគោរពដែរបងសុំតែស្លាប់បែបនេះអាហិង្សៈឯងសិស្សច្បងធំឮថាប្រពន្ធរបស់សិស្សច្បងទើបតែស្លាប់មែនទេតើសិស្សច្បងពិបាកចិត្តខ្លាំងណាស់មែនទេមែនហើយបាត់បង់មនុស្សជាទីស្រឡាញ់យើងពិតជាឈឺចាប់ណាស់ព្រោះតែចង់បង្កើតកូនប្រុសឲ្យយើងបានម្នាក់ទៀតទីបំផុតនាងក៏ត្រូវស្លាប់ទាំងម្ដាយទាំងកូនបងស្ទើរតែលែងចង់រស់ទៅហើយអាហិង្សៈថ្ងៃនេះយើងមិននាំនីតាទៅប្រគល់ជូនព្រះគ្រូវិញណាឯងឆាប់ប្រគល់នាងមកឲ្យយើងភ្លាមព្រោះយើងមិនចង់ប្រកួតជាមួយនឹងឯងទេឯងគឺជាបងប្អូនល្អរបស់យើងណាសិស្សច្បងបើសិនជាសិស្សច្បងចង់បាននាងទៅវិញនោះបងត្រូវតែរំលងសាកសពខ្ញុំជាមុនសិនអាហិង្សៈហេតុអីក៏ឯងមិនស្ដាប់យើងអញ្ចឹងស្រីពេញនគរហេតុអីបានជាឯងទៅដណ្ដើមស្រីរបស់ព្រះគ្រូទៅវិញសិស្សច្បងនៅតែបំរើព្រះគ្រូទៀតឬមួយក៏សិស្សច្បងមិនយល់ទេអាហិង្សៈទោះជាយ៉ាងណាក៏គាត់ជាអ្នកមានគុណរបស់យើងដែរតែសិស្សច្បងមិនត្រូវធ្វើយ៉ាងនេះទេអាហិង្សៈបើអញ្ចឹងទៅហើយយើងមានតែប្រកួតគ្នាទេបានសិស្សច្បងចូលមកចុះពុកកូនខំតាមរកពុកអត់ឃើញសក់កូនភ័យណាពុកកូនស្រីពួកកូនមកទៅនេះធ្វើអីហាប់ត្រឡប់ទៅវិញទៅណាពុកមានការរវល់បន្តិចចាពុកបើអញ្ចឹងពុកកូននៅចាំពុកទីនេះសិនណាចាំពុករត់កិច្ចការយ៉ាងទៅវិញទាំងអស់គ្នាបានហើយពួកឯងឆាប់ចេញពីនេះសិនទៅណាពុកមានការត្រូវដោះស្រាយបន្តិចអាយ៉ាអូយចោយ៉ាអូយហិង្សៈមិនក៏ឯងសម្រាប់បងអញ្ចឹងពុកទេពុកទេហិង្សៈមិនក៏ឯងសម្រាប់បងអញ្ចឹងព្រោះតែខ្ញុំចង់ដោះទុកឲ្យលបង
ក្រោយពេលដែលលបងស្លាប់ទៅលបងនឹងបានទៅកើតនៅឋានសួគ៌ហើយលបងនឹងបានជួបអ្នកបងវិញជាមិនខានទេណាទេអ្នកណាបងរៀនឯងបែបនេះចុះកូនស្រីយើងទាំងពីរនេះបានអ្នកណាចិញ្ចឹមពួកគេនៅក្មេងណាស់លបងកុំបារម្ភអីខ្ញុំនឹងបញ្ជូនពួកគេឲ្យទៅនៅជាមួយលបងនិងអ្នកបងជាមិនខានទេណាទេលោកពូកុំសម្រាប់ពួកគឺមិនអីលោកពូកុំសម្រាប់ខ្ញុំអីពូជួយខ្លួនផងបងទេអង្ស័កកុំអីពុកពិបាកទ្រាំណាស់ពុកនាំលំបាកដល់កូននិងម៉ែវាហើយពុកគួរតែស្លាប់ល្អជាងពុករស់នៅពិតជានាំទុកដល់កូននិងម៉ែវាខ្លាំងណាស់មិនអីទេពុកឲ្យតែពុកបានជាកូនមិនខ្លាចនៃហត់ទេពុកឆាប់សម្រាកទៅណាពុកណាមែនហើយពុកវាឆាប់សម្រាកទៅណាខ្ញុំនឹងកូនមិនខ្លាចនៃហត់ទេឲ្យតែពុកវាឯងបានជាទៅគ្រួសារយើងនឹងរស់នៅជុំគ្នាហើយណាពុកវាយើងមើលទៅគ្រួសារពួកឯងដូចជាមានទុកខ្លាំងណាស់ចាំយើងជួយរំដោះទុកពួកឯងចុះអាយ៉ាអូយពុកវាยังមិនទៅហើយទេពុកម៉ែពុកម៉ែលោកតាលោកយាយស្លាប់ចោលខ្ញុំហើយទេលោកពូកុំសម្លាប់ខ្ញុំអីអូនីតាមនុស្ស 1000 នាក់បងចិត្តធ្វើបានហើយឲ្យតែបងសម្លាប់មនុស្សបានម្នាក់ទៀតបងនឹងបានលុះនៅធម៌ពេលនោះបងប្រកាសជាជួយអូនបានហើយហឹងស័កទីបំផុតឯងមកហើយត្រូវហើយខ្ញុំមកនេះគឺមកពីឃាតមនុស្សអាក្រក់ដូចជាប្រគ្រូនេះហើយឯងគឺជាសិស្សរបស់យើងឯងគិតថាឯងអាចយកជីវិតយើងបានដោយងាយអញ្ចឹងយើងនឹងបញ្ជូនឯងទៅឋាននរកឥឡូវនេះហើយយើងគ្មានពេលទៅឋាននរកនោះទេព្រោះយើងចិត្តបានលុះនៅធម៌ទៅហើយថាម៉េចឯងចិត្តបានលុះនៅធម៌ទៅហើយអូយចង់សើចណាស់អូយអាយ៉ាអូយចោហឹងស័កឯង
ដាយណាស់កូនរមួយកូនចង់សម្លាប់ទាំងម្ដាយទៀតហ៎កូនភ្ញាក់យួនឡើងកូនកុំសាងបាបកម្មទៀត ទេមិនបានទេឲ្យតែខ្ញុំសម្លាប់មនុស្សម្នាក់ទៀតខ្ញុំនឹងបានត្រាស់ដឹងនូវធម៌ដ៏បរិសុទ្ធនេះជាមិនខានទេពេលនោះខ្ញុំក៏អាចជួយរំដោះទុក្ខមនុស្សលោកបានហើយខ្ញុំក៏អាចជួយអូនីតាបានដែរអ្នកកុំបារម្ភអីពេលដែលអ្នកស្លាប់ទៅអ្នកនឹងបានឡើងទៅឋានសួគ៌ជាមិនខានទេណាដូចនេះអ្នកត្រូវតែស្លាប់ឈប់សិនម្នាអ្នកបួឈប់សិនយើងឈប់ហើយអង្គលីមៀនៅតែអ្នកទេដែលមិនព្រមឈប់នោះខ្ញុំនឹងឈប់នៅពេលដែលខ្ញុំបានសម្លាប់មនុស្សម្នាក់ទៀតហេតុនេះហើយបានជាអ្នកចង់ពិឃាតអាត្មាមែនទេមែនហើយលោកត្រូវយល់ថាខ្ញុំអាចជួយរំដោះអ្នកខ្ញុំអាចជួយរំដោះលោកឲ្យផុតពីក្តីទុក្ខបានណាតើអ្នកគិតថាអាត្មាមានទុក្ខដោយប្រការណាបើប្រៀបធៀបជាមួយអ្នកនោះតើអាត្មាឬក៏ជាអ្នកដែលត្រូវមានទុក្ខនោះតែខ្ញុំបានឮថាអ្វីទាំងអស់សុទ្ធតែមិនទៀងទាត់នេះជាធម៌របស់អ្នកឯងហេតុនេះហើយទាំងរូបអ្នកឯងហើយនឹងខ្ញុំគឺសុទ្ធតែមានទុក្ខដូចគ្នាព្រះធម៌ដែលអ្នកបានលើកឡើងនេះបានប្រាប់ឲ្យឃើញពីធាតុពិតនៃរបស់ទាំងពួងដើម្បីកុំឲ្យមានភាពប្រកាន់ភ្ជាប់បើប្រះចាកនឹងការប្រកាន់ភ្ជាប់នេះជននោះនឹងប្រះចាកពីក្តីទុក្ខដូចគ្នាណាខ្ញុំមិនយល់ទេមនាលអង្គលីមៀកាលដែលអាត្មាមកនេះគឺមកបង្ហាញផ្លូវដល់អ្នកដើម្បីឲ្យអ្នកបានលុះនៅធម៌ដ៏ពិតប្រាកដណាអ្នកមិនចាំបាច់បង្ហាញផ្លូវដល់ខ្ញុំទេអ្វីដែលខ្ញុំត្រូវការនៅពេលនេះគឺសម្រាប់មនុស្សម្នាក់ទៀតតែប៉ុណ្ណោះឲ្យតែយើងសម្រាប់អ្នកឯងបានពេលនោះចិត្តរបស់ខ្ញុំនឹងឈានដល់ភាពបរិសុទ្ធបំផុតជាការលុះនៅធម៌អ្នកត្រូវតែដឹងមនាលអង្គលីមៀអាត្មាសូមឲ្យអ្នកពិចារណានៅអ្វីដែលអ្នកយល់ថាជាមិត្តនោះអាត្មាសូមឲ្យអ្នកពិចារណាដោយព្រះធម៌ណាទី1អ្វីទាំងអស់សុទ្ធតែអនិច្ចំមិនទៀងទាត់អ្វីដែលគិតថាជាមិត្តនោះក៏ជាអនិច្ចំពេលដែលសម្លឹងយូរទៅអ្នកនឹងឃើញមានភាពប្រែប្រួលកើតឡើងជារៀងរហូតណាទី2អ្វីទាំងអស់គឺជាទុក្ខអ្នកមិនគួរប្រកាន់ភ្ជាប់ពេកនោះទេចូលឯងពិចារណាថាអ្វីទាំងអស់នេះអាចសាងសេចក្តីសុខឲ្យឯងបានទេទី3អ្វីទាំងអស់សុទ្ធតែជាអនត្តាបានន័យថាមិនមែនរបស់ខ្លួនឯងឡើយអ្វីដែលអ្នកកំពុងតែពិចារណានេះក៏មិនមែនជាខ្លួនរបស់អ្នកដែរអង្គលីមៀដោយការយល់ខុសអ្វីដែលថាជាខ្លួនយើងនេះជាទ្រព្យសម្បត្តិរបស់យើងទាំងនេះឯងជាមូលហេតុនៃសេចក្តីទុក្ខនោះបើអញ្ចឹងតើព្រះព្រហ្មឲ្យកណាសម្រាប់មនុស្សកាត់ម្រាមដៃ 1000 នាក់ដើម្បីបូជាយ៉ាញ់នោះតើពិតទេតើខ្ញុំពិតជាបានលុះនៅធម៌ទេមនាលអង្គលីមៀតាមពិតអ្នកដែលឲ្យឯងធ្វើនោះគឺមិនមែនជាព្រះព្រហ្មទេតែគេជាក្រុងមាទេណាឯងបានធ្លាក់ក្នុងការសណ្ដំរបស់គេហើយចូលឯងបកក្រោយវិញចុះទម្លាក់កំបិតតាំងចិត្តជាព្រះយើងនឹងជួយឯងបានណាបើអញ្ចឹងសូមព្រះពុទ្ធជាម្ចាស់មេត្តាឲ្យខ្ញុំកណាបានបួសក្នុងសំណាក់សាសនានេះផងចុះព្រោះអីខ្ញុំបានសាងបាបកម្មច្រើនណាស់ខ្ញុំចង់លុបលាងនៅបាបកម្មទាំងនេះតើបានទេទេ
ព្រះពុទ្ធយើងមិនចោះចាញ់ឯងទេយើងមិនចោះចាញ់ឯងទេ5000ឆ្នាំក្រោយ5000ឆ្នាំក្រោយយើងនឹងមកកាន់ពិភពទាំង3នេះវិញ5000ឆ្នាំក្រោយយើងនឹងជួបគ្នាម្ដងទៀតព្រះពុទ្ធយើងលាឯងសិនហើយ